នេះគឺជារឿងរ៉ាវមួយចំនួនរបស់កីឡាករឡាមីនយ៉ាម៉ាល់កីឡាករឡាមីនយ៉ាម៉ាល់បានមកដល់ទឹកដីរបស់ក្លឹប FC បាសេឡូណាដំបូងនៅអាយុ7ឆ្នាំហើយកាលនោះគេបានចាក់ចេញពីក្លឹប CFLA Torrat មកចូលរួមជាមួយនឹងថ្នាលយុវជន La Masia របស់ FC បាសេឡូណាបើយើងនិយាយអំពី talent និង skill របស់ Lamine Yamal ការដែលគេលេងនៅថ្នាលយុវជន La Masia របស់ FC បាសេឡូណានោះយើងឃើញថាសមត្ថភាពរបស់ Lamine Yamal គឺហាក់បីដូចជាមានការលេចធ្លោជាងមិត្តរួមក្រុមដែលនៅថ្នាលជាមួយគ្នានោះខ្សែប្រយុទ្ធស្លាប់ស្ដាំរូបនេះបានបង្ហាញខ្លួននៅអុយ19ជាលើកដំបូងនៅពេលដែលលោក Xavi Hernandez ជាអ្នកដឹកនាំក្រុម FC បាសេឡូណាហើយបានជ្រើសយករូបគេមកលេងឲ្យអុយ19នេះផ្ទាល់តែម្ដងនៅខែមេសាឆ្នាំ2023ការបង្ហាញខ្លួនដំបូងរបស់គេឲ្យក្លឹបគឺគេមានវ័យត្រឹមតែ15ឆ្នាំ9ខែនិង16ថ្ងៃតែប៉ុណ្ណោះដោយលទ្ធផលនៅក្នុងប្រកួតដំបូងនៅពេលនោះគឺ Lamine Yamal បានជួយក្រុម FC Barcelona ឲ្យឈ្នះទៅលើក្រុម Real Betis ក្នុងលទ្ធផល4-0ហើយនេះក៏ជាពេលវេលាដែលធ្វើឲ្យគាត់បានក្លាយជាកីឡាករដែលមានវ័យក្មេងជាងគេក្នុងការលេងឲ្យក្លឹប FC Barcelona ផងដែរក៏បានបង្កើតកំណត់ត្រានៅក្លឹប FC Barcelona នៅក្នុងរដូវកាល2023-2024ដែលបានក្លាយជាកីឡាករដែលមានវ័យក្មេងជាងគេក្នុងការបង្ហាញខ្លួនក្នុងការប្រកួតបានចំនួន50ដងសរុបមកនៅក្នុងរដូវកាល2023-2024គាត់បានបង្ហាញខ្លួនបាន50ប្រកួតនិងរកគ្រាប់បាល់បាន7គ្រាប់ក្រោមការដឹកនាំរបស់លោក Xavi Hernandez មិនទាន់អស់នោះទេបន្តមកដល់ក្រុមជម្រើសជាតិអេស្ប៉ាញ Lamine Yamal ក៏បានក្លាយជាកីឡាករដែលមានវ័យក្មេងជាងគេបំផុតក្នុងការលេងឲ្យក្រុមជម្រើសជាតិរបស់ខ្លួនផងដែរនេះរដូវក្តៅឆ្នាំ2024គាត់ក៏បានក្លាយជាកីឡាករដែលមានវ័យក្មេងជាងគេបំផុតក្នុងការបង្ហាញខ្លួននៅក្នុងពានរង្វាន់ Euro ដែលជាពានរង្វាន់ប្រចាំទ្វីបអឺរ៉ុបហើយនៅពេលនោះមានវ័យត្រឹមតែ16ឆ្នាំនិង338ថ្ងៃតែប៉ុណ្ណោះនៅពេលនោះក៏ជាពេលដែល Yamal បានជួយក្រុមជម្រើសជាតិអេស្ប៉ាញឲ្យឈ្នះពាន Euro នៅក្នុងឆ្នាំតែមួយនោះផងដែរនេះគ្រាន់តែជាកត្តាអាយុរបស់ Lamine Yamal តែមួយប៉ុណ្ណឹងទេដែលអាចជួយឲ្យរូបគេមានកំណត់ត្រាជាច្រើនខាងលើនេះចុះទម្រាំតែតទៅមុខទៀតយើងមិនដឹងថាគាត់អាចមានកំណត់ត្រាអ្វីខ្លះសម្រាប់ខ្លួនគាត់សម្រាប់ក្លឹបនិងសម្រាប់ជម្រើសជាតិអេស្ប៉ាញរបស់គាត់ប៉ុន្តែអ្វីដែលខ្ញុំមិនចង់ឃើញនោះគឺការវិវត្តខ្លួនរបស់ Yamal ទៅជា Ansu Fati ទី2នៅ FC Barcelona ដូចដែលយើងដឹងហើយថា Ansu Fati កាលដែលគាត់បានបង្ហាញខ្លួនឲ្យ FC Barcelona នៅរដូវកាលដំបូងគឺល្អខ្លាំងនៅគ្រានោះដែរគឺគេបាននិយាយថា Ansu Fati គឺជាអ្នកស្នងតំណែង Messi ឬក៏អ្នកខ្លះទៀតគេហៅគាត់ថា Messi តូចប៉ុន្តែมันបានប្រហែលទេស្រាប់តែ Ansu Fati គាត់បានរបួសបូកជាមួយនឹងការធ្លាក់ទំនងលេងរហូតដល់ក្លឹបដាក់ឲ្យគេខ្ចីជើងហើយបច្ចុប្បន្ននេះគឺ Ansu Fati ទើបតែមកចូលរួមជាមួយនឹងក្លឹប FC Barcelona វិញទេអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំមិនចង់ឃើញ Lamine Yamal វិវត្តទៅរកនៅថ្ងៃអនាគតហើយវិវត្តទៅរកយ៉ាងណានោះគឺយើងមានតែចាំតាមដានបន្តទៀតជាមួយនឹងអាជីពបាល់ទាត់របស់ Lamine Yamal ផ្ទាល់តែម្ដងជួបជាមួយនឹងខ្ញុំនៅវីដេអូក្រោយទៀត